សស្ដីអ្នកទាំងអស់គ្នាបាទនេះជាសកម្មភាពដំណើរកម្សាន្តទៅកាន់ខេត្តកែបកន្លែងពីមុនអានឹងគេហៅថាកន្លែងផ្សារក្តាមចាស់កន្លែងហ្នឹងគេអត់មានចិញ្ចឹមទេបងប្អូនតែឥឡូវគេរៀបចំគេធ្វើក្រាលគេហៅកាលណាធំដូចកន្លែងយន្តហោះចុះចតចឹងគ្នាកន្លែងយន្តហោះចុះចតយើងអាចទៅអង្គុយលេងអាចដាក់តុដាក់អីញ៉ាំមើលក៏អាចអង្គុយជានឹងមើលថ្ងៃលិចតែស្ទូចត្រីវារៀងពិបាកតិចដោយសារវាមានថ្មមានអីហ្នឹងហើយទូក៏អាចចតនឹងបានហើយគេអាចទូសានទៅទូចង់ជួលអីអាចជួលបានគេមានទូប្រចាំការអាចជួលស្ទូចត្រីបានតែដែរកាន់តែស្អាតបាទទៅអឺផ្លែកាន់តែចោលយើងត្រូវទៅឆ្នេរកៅពេលល្ងាចអាមមកនេះបើសិនជាចង់ញ៉ាំសាច់អាំងបែបខ្យល់ដើមឆ្នាំងវាអាចទៅបាននេះទុកឲ្យទៅកោបអាំងបដាឲ្យតោងឆ្នាំងតោងអីបដាខ្យល់ខ្លាំងដល់មែនតែស្អាតស្អាតទៅដល់ស្អាតមកវិញណាចូលកាមេរ៉ាហើយមនុស្សច្រើនណាស់ចេញផ្សារក្តាមសម្ដៅទៅឆ្នេរកៅដល់ឆ្នេរកៅអត់ចាញ់កំពង់សោមកចាញ់យើងអ្នកលេងទឹកអីអត់តែមិនទៅកោះរងតែចាប់នៃកៅកែបអីទឹកអត់សូវស្អាតទេទៅអង្គុយចូលឡើងពេញណាស់ហើយមើលថ្ងៃលិចញ៉ាំអីជុំគ្នាជាប់ញ៉ាំជុំបងប្អូនតែម្លាមើលតែមានតែមានណាគេជប់ឡើងចាប់កណ្ដាលតែ0ចប់បាយ